សួស្តីមកកាន់ការឆ្លើយសំណួរគួយស៊ីអំទាំងអស់គ្នាអូខេឥឡូវនេះយើងចូលកាន់សំណួរទី1តើកម្ពុជាធ្វើជាប្រធានអាស៊ានក្រោមមូលបត្រអាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នានៅឆ្នាំណាយើងមានឆ្នាំ2018ឆ្នាំ2022ឆ្នាំ2015ឆ្នាំ2011អូខេយើងមានរយៈពេល6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលត្រឹមត្រូវអូខេចម្លើយដែលត្រឹមត្រូវគឺឆ្នាំ2022ឥឡូវនេះយើងចូលមកកាន់សំណួរមួយទៀតដែលគេបានសួរថាតើនៅថ្ងៃទី23ខែតុលាឆ្នាំ1993កម្ពុជាមាននាមផ្លូវការជាអ្វីយើងមានសាធារណរដ្ឋខ្មែរអូខេព្រះរាជាណាចក្រកម្ពុជាប្រជាធិបតេយ្យសម័យចតុមុខយើងមាន6វិនាទីដើម្បីនឹកគិតចម្លើយដែលត្រឹមត្រូវអូខេចម្លើយដែលត្រឹមត្រូវគឺព្រះរាជាណាចក្រកម្ពុជាមកកាន់សំណួរបន្តទៀតគេសួរថាតើរកឃើញអូខេការរកឃើញបដិមាព្រះហិរិហរៈនៅប្រទេសខ្មែរហ្នឹងតាំងពីសតវត្សទីប៉ុន្មានអូខេចាំមានថាតើការរកឃើញនៅព្រះបដិមាព្រះហិរិហរៈហ្នឹងនៅប្រទេសខ្មែរយើងហ្នឹងតាំងពីសតវត្សទីប៉ុន្មានយើងមានបង្ហាញថានៅសតវត្សទី3នៃគ្រិស្តសករាជសតវត្សទី4នៃគ្រិស្តសករាជសតវត្សទី5គ្រិស្តសករាជសតវត្សទី7គ្រិស្តសករាជចឹងយើងមាន6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលយើងគិតថាវាជាចម្លើយត្រឹមត្រូវអូខេចម្លើយយើងគឺនៅសតវត្សទី7នៃគ្រិស្តសករាជឥឡូវនេះយើងចូលមកកាន់សំណួរបន្តទៀតតើកងទ័ពរំដោះជាតិកម្ពុជាបានអនុវត្តតាមគោលការណ៍របស់បកកុម្មុយនីខ្មែរក្រហមប៉ុន្មានប្រការយើងមាន5ប្រការ6ប្រការ7ប្រការ8ប្រការអូខេអញ្ចឹងយើងមានរយៈពេល6វិនាទីដើម្បីស្វែងរកចម្លើយត្រឹមត្រូវអូខេចម្លើយត្រឹមត្រូវគឺចា8ប្រការយើងចូលកាន់សំណួរមួយទៀតគេសួរយើងថាតើសង្គ្រាមលោកលើកទី2ហ្នឹងកើតឡើងនៅឆ្នាំណាដល់ឆ្នាំណាយើងមានឆ្នាំ1839ដល់1845 1939ដល់1945 1949ដល់ឆ្នាំ1955 1933ដល់1947ចឹងយើងមាន6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលយើងគិតថាជាចម្លើយដែលត្រឹមត្រូវអូខេចម្លើយយើងគឺ1939ដល់1945យើងចូលមកកាន់សំណួរថ្មីមួយទៀតសួរថាតើសាសនាព្រាហ្មណ៍អូខេសាសនាព្រាហ្មណ៍ណាអ្នកនរគ្នាសំទោសទេខាងស្ដាំសាសនាព្រាហ្មណ៍ចែកជាប៉ុន្មានសម័យកាលធំយើងមាន2សម័យកាល3សម័យកាល4សម័យកាល5សម័យកាលអញ្ចឹងយើងមានចំនួន6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលត្រឹមត្រូវអូខេអូខេចម្លើយយើងគឺមាន3សម័យកាលឥឡូវយើងចូលមកកាន់សំណួរមួយទៀតគេសួរថាតើរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងមានមាន12ដងរយៈពេលប៉ុន្មានឆ្នាំប៉ុន្មានខែប៉ុន្មានថ្ងៃយើងមាន13ឆ្នាំ8ខែ20ថ្ងៃយើងមាន13ឆ្នាំ8ខែ2000ថ្ងៃ200ថ្ងៃអូខេយើងមាន5ឆ្នាំ8ខែ20ថ្ងៃយើងមាន3ឆ្នាំ8ខែ20ថ្ងៃអូខេអញ្ចឹងយើងមានរយៈពេល6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលត្រឹមត្រូវតាមការគិតឬការប៉ាន់ស្មានរបស់យើងតាមចំណុចนั้นយើងមានអូខេចម្លើយយើងគឺចា3ឆ្នាំ8ខែ20ថ្ងៃឥឡូវនេះយើងចូលកាន់សំណួរមួយទៀតគេសួរយើងថា
ta sạ đi sai mai dương miên phần màn tôi ý diễn tao cái này chưa tao cái này hay ok dương miên phần mùi biển tí đằng vậy nó đọc sạ đi sai bao dương ta miên chừng được phần màn tôi ok chừng lại tầm tới cứ một bài bài tù lao ní dương cho một căn xong rồi dương mùi thiết cái xu tha ta trên gì để không ai dương miên tặng ở phần màn tôi chơi dương miên sai ở chặt sập buồn tôi một bài bài tôi ok sao được 3 tua sai được 4 tua ok cho mình một bình tí là một cái đó đây chẳng lấy để trắm trời ok chẳng chậm lại được bao dân cử ok sao được 3 tua đó xì là những chú căn một tiết cái xu dương tha ta được ban phải trộm đó ta được ban cho chia sự mặt phải tại các quán nơi năm nó bên nào cho dân mình ngày thì 7 ปีkhaiบรรยากาศឆ្នាំ2003ថ្ងៃទី16ខែសីហាឆ្នាំ2021ថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2018និងចុងក្រោយថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003អូខេអញ្ចឹងយើងមាន6វិនាទីដើម្បីជ្រើសរើសចំណុចដែលត្រឹមត្រូវអូខេចម្លើយគឺថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូរបស់អ្នកខ្ញុំតាំងពីដើមរហូតដល់ចប់